ជំរាបសួរសម្រាប់ចាត់ដាច់ជ័យ fan របស់ប្រជាជនកម្ពុជានៅលើកប៉ាល់ថ្ងៃហ្នឹងថតវីដេអូបែបវែងៗឲ្យបងប្អូនទស្សនាដោយសារមានបងប្អូនជាប្រដ្ឋខ្មែរយើងខ្លះគាត់សំណពរវីដេអូវែងរៀងច្រើនគួរសមដែរហើយសកម្មភាពនេះខ្ញុំនឹងថតពីសកម្មភាពនៅពេលដែលខ្ញុំនៅលើកប៉ាល់រហូតដល់ពេលខ្ញុំឡើងដល់កប៉ាល់ថ្មីមួយទៀតហើយមានបងប្អូនជាច្រើនដែលឆាតមកតាម TikTok ក៏ខ្ញុំអត់ដែលបានចូលមើលទេបងប្អូនអើយគាត់ឆាតមកគាត់ផ្ញើរូបគាត់ថាមានមនុស្សដែលដូចធ្លាប់គាត់ស្គាល់អញ្ចឹងគាត់ចង់សួរហើយខ្ញុំអត់ដែលបានចូលមើលខ្ញុំអត់ដឹងទេបងប្អូនហើយដល់ពេលចូលមើលអត់ឃើញរូបឃើញអីទេបងប្អូនហើយសម្រាប់ឆាតបងប្អូនខ្ញុំក៏រចូលឡាអញ្ចឹងបងប្អូនចង់សួរអីcomment សួរបងប្អូនអាច comment សួរបានហើយកន្លែង comment ខ្ញុំតែងតែឆែកមើលរាល់ថ្ងៃអញ្ចឹងបងប្អូនអាចចូលនឹងបានហើយបើតាម Facebook page ក៏ដូចគ្នា Facebook page ខ្ញុំផុស 3-4 page ក៏បើបងប្អូនចង់ទស្សនាវីដេអូច្រើនតាក់ទងនឹងបងប្អូនជីវរដ្ឋខ្មែរនៅលើកប៉ាល់បងប្អូនចូលទៅក្នុង page ចូលមើលតាម page មើលឲ្យគ្រប់ page បានមើលវីដេអូអស់ព្រោះខ្ញុំមិនផុសតែមួយ page ទេណាផុស4 page ហើយ Facebook ដែលបើកឆាតមានតែមួយឯងមួយរំដួលដងស្ទឹងសង្កែព្រោះFacebook ហ្នឹងខ្ញុំលក់អីវ៉ាន់លក់អីខ្ញុំត្រូវការឆែករាល់ថ្ងៃតាក់ទងនឹងបងប្អូនឬក៏ញាតិមិត្តអីតាក់ទងឆាតមកតាមនឹងទាំងអស់ហើយសម្រាប់ page ខ្ញុំអត់បើកទេបងប្អូនព្រោះច្រើនតែបើកទាំងអស់វល់ហើយបច្ចុប្បន្នចាប់ពីចុងខែ3មកដោយសារតែវីដេអូវាផ្ទុះច្រើនអញ្ចឹងហើយខ្ញុំក៏ចាប់ផ្ដើមផុសវីដេអូមួយថ្ងៃជាង10វីដេអូហើយក្នុងមួយ page អា page ផ្ទុះជាងគេនោះផុសឡើងជិត10ហើយមានអា page ផ្សេងនោះផុសហើយ page 3ផ្សេងទៀតផុសមួយថ្ងៃជិត10វីដេអូបងប្អូនចង់ទស្សនាវីដេអូច្រើនចូល follow ឲ្យគ្រប់4ណាតាម Facebook page មាន4 channel YouTube មាន3ហើយក៏អរគុណបងប្អូនប្រជាពលរដ្ឋខ្មែរយើងមែនតើដែលចូលចិត្តមើលវីដេអូដែលខ្ញុំផលិតនៅលើកប៉ាល់ជាពិសេសជួយ follow ជួយ comment ជួយ share អីអរគុណច្រើនអូយសប្បាយចិត្តបងប្អូនពេលដែលឃើញវីដេអូផ្ទុះសប្បាយចិត្តមានកម្លាំងចិត្តធ្វើហើយប្រសិនបើបងប្អូនមានចម្ងល់អីអាច comment សួរនៅខាងក្រោមវីដេអូដែលខ្ញុំផុសបានពេលដែលខ្ញុំទំនេរពីការងារឬក៏ទំនេរពីការកាត់វីដេអូអញ្ចឹងខ្ញុំអាចឆ្លើយសំណួរបងប្អូនតាមរយៈ comment នឹងបានណាបងប្អូនហើយងាកមកទស្សនាបងប្អូនប្រជាពលរដ្ឋខ្មែរយើងនៅលើកប៉ាល់ហ្វីលីពីនម្ដងដោយសារតែខ្ញុំនោះទំនេរពីការរើរោងហើយខ្ញុំក៏ដើរថតបងប្អូនប្រជាពលរដ្ឋខ្មែរកញ្ចប់ពីកន្លែងនេះទៅកន្លែងនោះអញ្ចឹងទៅហើយនេះមកឈរថតដោយសារតែបងប្អូនខ្មែរយើងឥឡូវគាត់ឈររងចាំដើម្បីចុះពីកប៉ាល់ទៅឡើងទូកម្ដងបើនិយាយពីផ្នែកកម្មករនៅលើកប៉ាល់វិញមិនមែនមានតែជនជាតិហ្វីលីពីនទេបងប្អូនមានជនជាតិអីផ្សេងទៀតប៉ុន្តែខ្ញុំអត់បានសួរនាំអីទេលើកប៉ាល់ឮតែសំឡេងម៉ាស៊ីនងើងាងហឹងអឹងកងបងប្អូននិយាយគ្នាស្ដាប់ទៅផ្ទៀងតិចស្ដាប់ព្រោះអីវាថ្លង់ពេកយកហើយជួនកាលឮមកយប់ទៅភ្លឺក៏មានដែរបើយើងនៅឆ្ងាយពីម៉ាស៊ីនភ្លើងទៅអត់សូវឮប្រហែលទេប៉ុន្តែបើនៅជិតវិញអូយពិបាកណាស់ឡើងហឹងថ្លង់ជួនកាលគេធ្វើមកយប់គេធ្វើការមកយប់ទៅភ្លឺក៏មានដែរហើយនេះកម្មករកប៉ាល់ឲ្យជនជាតិខ្មែរយើងចុះហើយនេះចុះម្ដង5នាក់ចុះទៅដល់ចុងជាដើរឲ្យចុះទៀតមិនទាន់បានឆ្លងផងឲ្យចុះបន្តថែមបើកន្លែងកម្មករកប៉ាល់ខ្លះគាត់ឲ្យចុះ5នាក់ឆ្លងផុតបានឲ្យចុះតតែអានេះអត់ទេចុះបន្តដែរបើដូចខ្ញុំអញ្ចឹងខ្ញុំអត់សូវចុះមុនគេទេដោយសារខ្ញុំចាំថតបងប្អូនជាប្រដ្ឋខ្មែរយើងចុះហើយហើយពេលដែលក្រុមខាងខ្ញុំចុះមកដល់ពាក្យកណ្ដាលនៃចិន្តាហ្នឹងទូក៏ចាប់ផ្ដើមបើកចេញហ្នឹងក៏មិនមែនទៅណាឆ្ងាយដែរដោយសារគាត់បើកបង្វិលក្បាលទូកទៅរកក្បាលកប៉ាល់ព្រោះអីពេលដែលគាត់ចេញដំណើរគឺចេញស្របទៅក្បាលខាងកប៉ាល់ហើយចំណែកឲ្យបងប្អូនខ្មែរយើងនៅខាងក្រោយខាងខ្ញុំនៅក្រោយខ្នងខ្ញុំហ្នឹងនៅបន្តិចទេដោយសារតែនៅខាងមុខខ្ញុំហ្នឹងនៅគ្នាច្រើនហើយចុះទៅក្នុងទូកហ្នឹងក៏ច្រើនហើយដែរពីអញបានទេយ៉ាងណាក៏អញត្រូវចុះមុនឯងដែរអ្វីខុសត្រូវមានទេឲ្យទៅចុះវែវឡើងទៅយ៉ាងណាក៏ត្រូវអញចុះមុនឯងអ្នកតម្លាក់ចដាកម្មករខាងកប៉ាល់តំណងតែសានឲ្យសានមកចាប់ចដាឡនទុយមានเราប៉ុណ្ណាណៃទូកមកយកមនុស្សទូកប៉ុណ្ណេះចាប់តែដៃមកយាមអីវ៉ាន់បងប្អូនខ្មែរយើងនៅលើកប៉ាល់ច្រើនណាទាំងគេទាំងខ្ញុំម្នាក់តិចទៅអ្នកខ្លះអីវ៉ាន់ច្រើនអ្នកខ្លះអីវ៉ាន់តិចទេទូកហ្នឹងឃើញចឹងទេប៉ុន្តែធំបងប្អូនធំជាងគេទូកហ្នឹងមួយ
ពេលដែលឆ្លងពីកប៉ាល់ទៅចូលទៅក្នុងទូកន្លែងចដាហ្នឹងត្រូវប្រុងប្រយ័ត្នដែរបងប្អូនព្រោះកាលមុនមានអ្នកគៀបចដាស្លាប់អញ្ចឹងហើយវាមានគ្រោះថ្នាក់គ្រប់ទីកន្លែងទាំងអស់ចឹងហើយម្នាក់យើងត្រូវប្រយ័ត្នរៀងខ្លួនពេលធ្វើការក៏ដូចគ្នាបងប្អូនត្រូវប្រុងប្រយ័ត្នគ្រប់ពេលវេលាព្រោះឯនៅពេលកន្លែងធ្វើការចឹងក៏បេតទៅបេតមកបន្ទាប់ពីចុះអស់គ្នាហើយទូក៏ចាប់ផ្ដើមចេញដំណើរហើយកប៉ាល់នេះពេលចេញមកវែងណាកប៉ាល់នេះជាង200ម៉ែត្របងប្អូនហើយនេះទឹកអាប្រហោងហ្នឹងគេតម្លាក់ច្បាក់ហ្នឹងឃើញអញ្ចឹងទូចណាប៉ុន្តែនៅចិត្តបងប្អូនអើយប្រព័ន្ធផ្លូវហើយប្រហោងវាធំណាស់កប៉ាល់ខ្លះគេតម្លាក់យុទ្ធការទាំងសងខាងតែកប៉ាល់នេះគេតម្លាក់តែពីហៀងទេបន្ទាប់ពីធ្វើដំណើរអស់រយៈពេលជាង30នាទីមកក៏ដល់កប៉ាល់ថ្មីដែលត្រូវឡើងអូយកប៉ាល់នេះក៏ធំដែរបងប្អូនមើលពីចម្ងាយក្រោមយើងមើលទៅឡើងធំឡើងសាហាវហើយមុននឹងខ្ញុំឡើងលើកប៉ាល់ខ្ញុំក៏ឈរថតបងប្អូនប្រជាពលរដ្ឋខ្មែរយើងមកជុំដោយសារតែឃើញទិដ្ឋភាពនៅលើផ្ទៃសមុទ្រនេះវាស្រស់ស្អាតណាស់ខ្ញុំនៅសមុទ្ររាល់ថ្ងៃប៉ុន្តែខ្ញុំនៅតែចូលចិត្តគយគន់ទិដ្ឋភាពនៅលើផ្ទៃសមុទ្រហើយមានបងប្អូនប្រជាពលរដ្ឋខ្មែរយើងនៅលើគោគាត់ខមមិនប្រាប់ខ្ញុំថាខ្ញុំចូលចិត្តមើលវីដេអូបងតាមដានវីដេអូបងណាដោយសារតែខ្ញុំមកចូលចិត្តមើលផ្ទៃសមុទ្រគាត់ចូលចិត្តមើលដូចខ្ញុំដែរបងប្អូនដូចខ្ញុំអញ្ចឹងពេលខ្លះខ្ញុំអបសុកទៅខ្ញុំក៏ថតទិដ្ឋភាពស្អាតនៅលើផ្ទៃសមុទ្រហើយចូលចិត្តអង្គុយមើលទេសភាពស្អាតអូយស្អាតណាស់បងប្អូននៅមើលក្រៅស្អាតខ្លាំងណាស់ហើយទូកដែលខ្ញុំកំពុងតែឈប់ហ្នឹងនៅក្រោមស្ពានកប៉ាល់ហើយទឹកកឡុកថ្ងៃហ្នឹងវិញខ្លាំងគួរសមដែរទូកវាបះបើកដោយសារទឹកកឡុកហើយមកដល់ឈប់នៅក្រោមហ្នឹងអត់តាន់បានឡើងភ្លាមទេដោយសារចាំមើលខាងផ្នែកខាងកប៉ាល់គាត់ទម្លាក់ចិន្តាមកខាងក្រោមខ្ញុំសម្លឹងមើលពីក្រោមទៅផ្នែកមកជាហៀងនៃជាងកប៉ាល់ឃើញតែរោងខ្មែរយើងធ្វើទេមិនដឹងថាមានកន្លែងធ្វើរោងឬអត់ទេព្រោះខ្មែរយើងបុកមកកប៉ាល់នេះក៏ច្រើនដែរអ្នកខ្លះមានការងារធ្វើទៅអ្នកខ្លះមកស្នាក់អាស្រ័យនៅលើកប៉ាល់នេះណាដូចភីវខាងខ្ញុំអញ្ចឹងមកសុំស្នាក់អាស្រ័យនៅលើកប៉ាល់គេទេបើដេកឡាំគេម្ដងបងប្អូនពិបាកចិត្តតែរឿងកន្លែងនៅហើយនឹងកន្លែងពេលបាត់ដៃបាត់ជើងហើយទឹកប្រើប្រាស់ប្រចាំថ្ងៃហ្នឹងឯងហើយនេះបងប្អូនខ្មែរយើងចាប់ផ្ដើមឡើងបដាណាហើយខ្ញុំអត់ទាន់បានឡើងភ្លាមទេចាំគេឡើងមួយសាពី3សាយអញ្ចឹងទៅព្រួយគ្នារៀងច្រើនដែរគេបជ្រៀតគ្នាឡើងហ៎បើខ្ញុំអត់បជ្រៀតឡើងទេហើយនេះខ្ញុំចាប់ផ្ដើមឡើងពីក្រោយបងប្អូនខ្មែរបដាដែរហើយមានអ្នកក្រោយខ្ញុំក៏មានដែរណាមិនមានទេណាហើយការថតវីដេអូនេះមានអ្នកខ្លះក៏ចូលចិត្តទៅមានអ្នកខ្លះក៏គេលួចជ្រិញយើងដែរណាបងប្អូនប៉ុន្តែខ្ញុំអត់ខ្វល់ទេបើយើងពួកយើងអ្នកធ្វើវីដេអូបើយើងអត់ថតយើងមិនបានវីដេអូណាបងប្អូនប៉ុន្តែគ្រាន់ថាយើងចេះប្រយ័ត្នខ្លួនឯងទៅដើរមកដល់ផ្នែកខាងលើនៃកប៉ាល់គឺទីធ្លាគឺធំទូលាយល្អបើនិយាយពីខ្មែរយើងនៅលើកប៉ាល់នេះធ្វើរោងវិញហ្នឹងណែនបងប្អូនហើយនេះខ្ញុំដើរមកខាងផ្នែកនៃក្បាលកប៉ាល់ដើរមករកបងខ្ញុំដោយសារតែអត់ឃើញខ្ញុំវិញឲ្យតែឃើញទេសភាពស្អាតអត់បានទេចេះតែថតចេះតែចង់ថតហ្មងមើលក្រៅវាស្អាតខ្លាំងពេកយោ